ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានបាទហ្នឹងហើយខ្ញុំធ្វើវីដេអូនេះមួយគឺខ្ញុំនឹងនិយាយរឿងអឺរឿងមួយដែលបងប្អូនមួយចំនួនអត់ដែលដឹងខ្ញុំជឿជាក់ថា80ទៅ90%ដែលពួកគាត់អត់ដឹងបាទអញ្ចឹងអ្នកដែលអត់ដឹងខ្ញុំនឹងនិយាយប្រាប់បងប្អូនឲ្យបងប្អូនបានដឹងនៅថ្ងៃនេះរឿងមួយនេះគឺខ្ញុំជួបផ្ទាល់ខ្ញុំដឹងមកដូចការគិតរបស់ខ្ញុំគិតទុកខ្ញុំម៉ៃបុគ្គលម្នាក់ហ្នឹងខ្ញុំថាបុគ្គលម្នាក់ហ្នឹងនឹងរស់ស៊ីហ្នឹងមែនហើយខ្ញុំធ្វើសួរគាត់ពេលដែលខ្ញុំធ្វើសួរគាត់ទៅខ្ញុំសើបសួរហ្នឹងគឺខ្ញុំសើបទៅគាត់និយាយប្រាប់មកគឺមែនតែខ្ញុំអត់ថាអីខ្ញុំគ្រាន់តែចំណាំមនុស្សទុកក្នុងនេះទុកក្នុង memory របស់ខ្ញុំបាទគាត់ថតមនុស្សស្រីឲ្យតែមនុស្សស្រីណារៀងគ្រាន់បើគាត់ថតក្រឹបប៉ងហើយខ្ញុំសួរគាត់ថាថតធ្វើអីគាត់ថាថតខ្ញុំថតការងាររបស់ខ្ញុំហ្នឹងណាអញ្ចឹងណាហើយក៏ខ្ញុំម៉ៃថាមនុស្សស្រីម្នាក់ហ្នឹងគឺច្បាស់ជាកុកជេជាមួយចិនមែនបងប្អូនអញ្ចឹងបងប្អូនអ្នកដែលអត់ដឹងស្ដាប់ឲ្យមែនតើយកចិត្តទុកដាក់ឲ្យមែនតើគឺរឿងនេះគឺបងប្អូនត្រូវតែដឹងបាទគាត់កុកជេបែបម៉េចបងប្អូនគឺគាត់ថតហើយគាត់យកឲ្យចិនហើយគាត់ប្រាប់ចិនម្នាក់នេះត្រូវអត់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 អញ្ចឹងណាបាទហើយសើបអង្កេតមកតែម្នាក់ហ្នឹងមានសង្សារអត់មានគូដណ្ដឹងអត់មានប្តីអត់អញ្ចឹងគាត់សើបរួចហើយគាត់ចាប់ដើមបោះប្រយ៉ងឲ្យចិនបាទគាត់កុកជេមួយចិនគាត់រលុយបាទដូចថាម្នាក់ប្រហែលម្នាក់$500ឬក៏ម្នាក់$200 $300ឬក៏$100អញ្ចឹងណាបងប្អូនគាត់គិតថា$100ក៏លុយដែរអញ្ចឹងប៉ុន្តែគាត់អត់បានគិតថាអំពើដែលគាត់កំពុងតែធ្វើនោះគឺជាអំពើដែលថោកទាបបំផុតបាទមនុស្សមានដែរណាបងប្អូនមានបែបដឹងដែរណារៀនមកកណោតែអត់មានចំណេះដឹងអ្វីថាដែលល្អអត់មានតែចំណុចអាក្រក់ហើយដើម្បីតែលុយចូលកប៉ាល់ខ្លួនឯងដើម្បីតែផលប្រយោជន៍ខ្លួនឯងសុកចិត្តកុកជេលក់ក្បាលមនុស្សឲ្យគេមិនថាស្រីមិនថាប្រុសដែលរស់ស៊ីលបនឹងខ្ញុំដឹងបាទហើយខ្ញុំសុំអត់បញ្ចេញមុខទេខ្ញុំសុំអត់បញ្ចេញឈ្មោះម្នាក់ហ្នឹងឯងដោយសារខ្ញុំអត់បានចាប់យកផុសតាំងពីរូបថតពីទូរស័ព្ទរបស់គាត់ប៉ុន្តែខ្ញុំនិយាយ